và số đây trong video này nhom trong bằng hai nhom pi VFD ไปជាទៅកាន់ spin ដល់ល្បឿន 24000 RPM នៅក្នុងនេះ VFD នេះវាមានទំហំ7គីឡូកន្លះហើយយើងបញ្ជាទៅកាន់ motor ស្វាន motor នេះគេទុកសម្រាប់ CNC ម៉ាស៊ីន CNC គឺ max speed របស់វាបានរហូតដល់ 24000 វារ៉ានជាមួយ frame កង់ VFD របស់យើង 400Hz អញ្ចឹងនៅក្នុងនេះខ្ញុំសាកតេស្តល្បឿនវាបណ្ដាអត់ហ៊ានតេស្តដល់ 400Hz អស់ហើយដោយសារវាលឿនខ្លាំងពេកអញ្ចឹងខ្ញុំតេស្តត្រឹមតែ 200Hz មួលវ៉ារយ៉ាបអញ្ចឹងនៅក្នុងនេះយើងមានវ៉ារយ៉ាបមួយទុកបញ្ជាល្បឿនហើយយើងមានកុងតាក់មួយទុកចុច start អញ្ចឹងពេលដែលយើងយកទៅប្រើប្រាស់វាងាយក្នុងការប្រើប្រាស់យើង config ឲ្យហើយអញ្ចឹងទៅគឺទៅដល់យើងđangកាច់កុងតាក់ហើយនឹងមួលវ៉ូលីមនៅខាងក្រៅទូរបស់យើងដោយមិនបាច់លូកដៃចូលក្នុងទូទេហើយនៅក្នុងដែរយើងមានខ្សែតមានជម្រើស 3 ម៉ែត្រ 5 ម៉ែត្រយើងយកវាមកមើលនៅ panel ខាងក្រៅថាឥឡូវហ្នឹងវាល្បឿនប៉ុណ្ណាវ៉ុលប៉ុណ្ណាអំពែប៉ុណ្ណាយើងអាចមើលដោយងាយស្រួលដោយមិនបាច់យើងបើកទូបញ្ជារបស់យើងមើលឥឡូវទៀតខ្ញុំតម្លើងវារហូតដល់ 100Hz បាទអញ្ចឹងចំពោះ 100Hz យើងអាចវាស់ល្បឿនវា100Hz ល្បឿនរបស់វា 6000 RPM អញ្ចឹងព្រៃកង់ 100Hz ឥឡូវខ្ញុំតម្លើងដល់ 200Hz បាទ 200Hz អញ្ចឹងមកយើងកលេចមកមើលល្បឿនរបស់ motor ឡើងរហូតដល់ 12000 ហើយបើខ្ញុំមួលឡើងដល់ 400Hz វានឹងវិល 24000 ដល់យើងបាទអញ្ចឹង motor នេះវាមានកម្លាំងខ្លាំងហើយល្បឿនលឿនតើយើងចាប់នៅលើកន្លែងត្រឹមត្រូវបានយើងហ៊ានបើកដល់ 400Hz បាទអញ្ចឹងសូមអរគុណវីដេអូនេះគឺខ្ញុំចង់បង្ហាញមានតែប៉ុណ្ណឹងហើយបើសិនជាចំពោះអ្នកដែលគាត់ចង់តម្លើងរបៀបតម្លើងឬក៏ set up ជាមួយនឹង VFD ថ្មីដែលតែងមកយើងចង់ set up វាថ្មីឲ្យតម្រូវទៅតាម motor ព្រោះ motor យើងអត់អាចset បានទេព្រោះហ្នឹងយើងត្រូវយល់ពី motor ទើបយើង set ទៅវាប្រើប្រាស់បានមានសុវត្ថិភាពបានយូរអង្វែងនិងមិនងាយខូច VFD អញ្ចឹងបើសិនជាករណីយើងមានតម្រូវការចង់ធ្វើការ set ខាង Robocam មានទទួល set VFD និងប្រព័ន្ធអគ្គិសនីជាច្រើនទៀតបាទសូមអរគុណ